គាត់ស្វាគមន៍យ៉ាងកក់ក្ដៅហើយពួកគាត់បានផ្ដល់យោបល់យ៉ាងច្រើនបាទឥឡូវតោះយើងទទួលស្នាការប្រកួតវិញម្ដងបាទទឹកទី1ចាប់ផ្ដើមមកការប្រកួតនេះគឺ5ទឹកណាបងប្អូនបាទការប្រកួត5ទឹករវាងបង្គោលក្រហមពេជ្រសម្បត្តិជាមួយនឹងបង្គោលខៀវកីឡាករ Edgar Tobares បាទរបស់ពេជ្រគោប៉ះកម្ពុជាបាទគូយើងឃើញពេជ្រគោវាយម្ដងទេនេះគឺជាការប្រកួតទៅតាមខ្សែក្បាត់មួយគ្រឿងដែរចាំមើលសិនទឹកឆ្វេងរបស់សម្បត្តិបាទ Edgar Tobares ធាក់មកជើងស្ដាំទៅវិញបាទធាក់ជើងស្ដាំបោះម្សិលមិញថ្លឹងគីឡូរៀងស្ដើងវាប៉ុន្តែថ្ងៃនេះឡើងមកវិញលើសង្វៀនទៅ2នាក់ដូចកស៊ូត្រាំប្រេងចឹងបាទមកឡើងរីកទៅ2នាក់ទៅម្ដងដូចនោះផ្សេងគ្នាបាទដូចនោះផ្សេងគាត់ពីជើងរបស់ Edgar គាត់ឆ្វេងទៅវិញរបស់ពេជ្រសម្បត្តិបាទគាត់ជើងក្រោម Edgar សន្លឹងលើកខំទៅវិញឡើងមុខឡើងបងទៅម្ដងបាទលើកឆ្វេងធាក់ស្ដាំបោះមកជើងស្ដាំមកវិញខុសរៀងលួតទាត់ក្រោមវិញដែរចូលវាយដៃទាត់ក្រោមរបស់ Edgar បាទនៅវគ្គបុកដៃឬនៅទៅស្ដាំឆ្វេងពីដៃរបស់ក្មេងព្រៃ Edgar ពីដៃទីរ៉ៃរបស់ក្មេងព្រៃ Edgar នៅចូលទៅពីដៃថែមទៀតសងបានបដៃវិញអូយរឿងខ្លួនបន្តិចហើយរឿងខ្លួនបន្តិចរបស់ Edgar បាទតែបដៃទេបាទគាត់ក្រោមរឿយពី Edgar Tobares បាទរឿយបោះឆ្វេងស្ដាំទឹកម្ចាស់ជើងគ្នាឆ្វេងបដៃបានល្អណាស់ពីពេជ្រសម្បត្តិធាក់សងទៅវិញដែរ1 2 3ទឹកថែមមួយទៀតរបស់ Edgar Tobares ពេជ្រសម្បត្តិដើរចូលតាមរបៀបរបស់គាត់នឹងគឺដើរចូលមកហើយបាទ1 2ធាក់អូចូលដល់ស្រេចពេជ្រទៅបាយកាEdgar អស់ស្មារតីឲ្យពីដៃទៀតក្រោមលើថែមពីដៃទៀតហើយចូលស្ដាប់ថែមឆ្វេង Edgar ដួលទៅហើយអ្នកប្រឡងនេះគឺគោត្រូវបានអាញាកណ្ដាលរួមហើយក៏ហូបចុងក្រមោមានភ្នំរហ័សហូរមកទៅផងក្របីព្រៃបានជាឆ្នៃពុកយ៉ាងសុភ័ព្វទៅលើអ្នកប្រឡងមកពីមីស៊ីកូឥឡូវចុងទី1ក្រោមលើជាគោបានបោះលួចថយបន្តិចវិញ Edgar ធាក់មកជើងបានជើងរបស់អ្នកអរិយចូលគៀកបោះឈ្គួងទៅឆ្វេងទៅរិចបោះឈ្គួងមកវិញទៅពីសម្បត្តិទៀតដូរដៃទៀតគឺមានបញ្ហាកើតឡើងទៀតហើយបាទឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិឆ្វេងស្ដាំទៅទៀតអត់ទៅទៀតរបស់ពេជ្រសម្បត្តិលោតចូលទៅធាក់គ្រប់គ្រាន់ថែមទៀតហើយមកកៃទៀតលើកនេះសកត់កៃចុះមកឲ្យ Edgar Tobares ដួលទៅលើកទី2ហើយឈឺចុងច្មោះបាក់ក្តោបរបស់ហើយឬដឹងមិនអីទេសូមបន្តិចសិនបាទជួថ្មិញ Edgar គាត់រៀងឆ្លន់បន្តិចគាត់មានអារម្មណ៍ថាចំមុះរបស់គាត់មានបញ្ហាខ្លាំងហើយលើនេះមានស្ដាំលោហិតហូរមកច្រោបហើយបាទកណ្ដាប់ដៃរបស់ពេជ្រសម្បត្តិគឺធ្វើឲ្យបងប្អូននៅទីនេះបាទបងប្អូននៅទីអូយជាហូរច្រោបមែនទេបាទគាត់រឿយត្រេះពេជ្រសម្បត្តិតាត់ទឹកមកជើងវិញបងម្ដាយម្នាក់ដូរដៃទៀតហើយទឹកមកជើងថែមសម្បត្តិចូលទៀតไปជួយតែក្រាបទៀតគឺផុតលើកនេះគឺផុតតាមបោះជង្គង់បោះមកកែងថែមទៀតអូយផុតជង្គង់ទៅចូលកែងឆ្វេងរៀងខ្លួនឆ្វេងស្ដាប់របស់ក្របីព្រៃស្រីដៃពេជ្រសម្បត្តិអូយចុងវិនាទីនៅក្នុងទឹកទី1បាទ Edgar Tobares ទុកជាប់ឬមិនជាប់ឆ្វេងស្ដាំពីដៃវិញមែនរបស់ Edgar ទៅលើសម្បត្តិទុកគោធាក់បបទៅវិញអូចប់ទឹកទី1រជួយសង្វៀន Thunder ហើយស៊ូតយោហើយរួចមកគ្រាឲ្យសម្រាប់ Edgar Tobares បាទតែប៉ុណ្ណេះចំណេញទឹកមួយនេះគឺចំណេញខ្លាំងមែនទែនបាទទី1គឺវាឲ្យគូប្រកួតត្រូវបានអាជ្ញាកណ្ដាលរាប់បាទទី2ស្នាមរបួសទាំងអាជ្ញាកណ្ដាលទាំងគ្រូពេទ្យកំពុងតែពិនិត្យទៅលើ Edgar Tobares បាទ2នាក់កំពុងតែពិនិត្យទៅលើ Edgar ក៏ប៉ុន្តែក៏មានម្នាក់ដែរបាទកំពុងតែពិនិត្យទៅលើពេជ្រសម្បត្តិហាក់ដូចជាមានស្នាមអ្វីគួរឲ្យកត់សម្គាល់ទេបាទដែលមានលោកនួនសូរិយាបាទមានកេសាមានគ្រូពេជ្រសម្បត្តិបាទដែលនៅអូបនៅក្នុងការឲ្យទឹកដល់ពេជ្រសម្បត្តិបាទដូចជាកិត្តិយសដ៏ធំណាស់បាទគាត់តែជា legend នៅក្នុងការចូលរួមបាទផ្ដល់ទឹកដល់គូខ្មែរគ្រប់គូទាំងអស់ឥឡូវ Edgar Tobares បាទយ៉ាងណាទៅបាទក្រុមគ្រូពេទ្យពិនិត្យមើលឃើញថាមិនអីទេបាទព្រៀបបន្តដំណើរក្នុងទឹកទី2ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទក្នុងបេសកកម្មគ្រួតគុណខ្មែរទៅកាន់ទឹកដីសហរដ្ឋអាមេរិកចូលទឹកទី2ស្ដាំឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិ Edgar Tobares ចំពោះនៅហូរឈាមលើអូពីដៃរ៉ូដារបស់ Edgar ចូលគៀកបីខ្លីវិញហើយពីពេជ្រសម្បត្តិបាទរួចមុខចេញបន្តិចរលាស់មកបានទេរួចមុខចេញបន្តិចជង្គង់របស់ Edgar ជង្គង់ពេជ្រសម្បត្តិចាប់ក្រាប់ខ្នាប់ជាប់ដោះចេញទៅវិញអាយ៉យ Edgar នេះបាទនៅទឹកកម្លាំងពេញលោណាឆ្វេងស្ដាំឆ្វេងវៃដៃគាត់កាត់មួយសិនក៏ប៉ុន្តែរឿងអស់បន្តិចហើយ
ពេញសម្បត្តិចូលទៅឆ្នាំទៀតហើយបាទដេញតាមនឹងជួយស្ដាប់ទៅយកលោកមកម្ដាយនេះដើម្បីផ្លាយការជួយនេះល្អមែនតើអានកាតបាទណែឡូណាអ្នកប្រដាល់មេស៊ីកូបាត់បង់ស្មារតីហើយក្របីព្រៃពេញសម្បត្តិយកបាត់ខ្សែក្រវ៉ាត់មួយ